នៅក្នុងវីដេអូនេះផងដែរខ្ញុំបានពីថ្ងៃទី18រយៈពេលតែ7ឆ្នាំទេវិញតាមពាក្យសន្យារបស់ព្រះអង្គចូលទៅក្នុងព្រៃមានសភាពបែបណាតែបួងសួងអស់ហើយហៅថាពាក្យសច្ចៈណាបន្តសាងសង់សំណងខ្លះក៏បានធ្វើព្រះអង្គនឹងនិមន្តត្រឡប់មកវិញដើម្បីចង់ឲ្យឃើញពីភាពតោះយ៉ាងច្រើនសម្បូរបែបនៅទីតាំងនោះផងមិនទាន់រួចរាល់បាញ់ក៏កើតចេញអំពីប្រជាដីនឹងគូនឹងការគូសវាសនឹងការរៀបចំរបស់ព្រះអង្គគ្រូធម្មៈហើយណាមួយក៏មានគម្រោងធ្វើប្រជាដីសមរាត្រីនេះបាទអញ្ចឹងទេមិនអាចខ្វះព្រះអង្គគ្រូបានទេនៅពេលដែលព្រះអង្គចេញទៅនឹងគឺការជួយនៅប្រទេសជាតិរបស់ឯគ្នាកុំឲ្យលៀបពណ៌គ្នាកុំឲ្យប្រកាន់គ្នាលែងខ្វល់ទៀតមិនមែនទេកុំយកចំណេះដឹងរបស់ខ្លួនឯងទៅមាក់ងបំពេញការងារតាំងពីព្រឹករហូតដល់ព្រលប់យ៉ាងបាទ2ឆ្នាំសន្ទុះនៃការសាងសកម្មភាពមួយចំនួននៃការសន្តោសប្រោសប្រណី My ID Official សូមស្វាគមន៍ការចូលមកទស្សនានៅព័ត៌មានថ្មីនិងពិតប្រាកដលើបណ្ដាញសង្គមសូមជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីបន្តជារៀងរាល់ថ្ងៃបាទអនុញ្ញាតជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះគឺថាវិលមកជួបខ្ញុំបាទ My ID Official សារជាថ្មីម្ដងទៀតហើយពុកម៉ែបងប្អូនយើងបាទនៅក្នុងវីដេអូនេះផងដែរខ្ញុំបាទ My ID Official ក៏សូមលើកយកនៅចំណាប់អារម្មណ៍ខ្លះៗតាក់ទងទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីកន្លងទៅនឹងពុកម៉ែបងប្អូនយើងពិសេសជាងគេគឺព្រឹត្តិការណ៍ដែលចាប់តាំងពីថ្ងៃទី18ដែលជាថ្ងៃនៃការវិលត្រឡប់ចូលទៅក្នុងព្រៃវិញរបស់ព្រះអង្គគ្រូធម្មវណ្ណៈវិស័យបណ្ឌិតចន្ទមនីដែលស្របទៅនឹងការសន្យារបស់ព្រះអង្គថាព្រះអង្គគង់នៅក្នុងវត្តចន្ទវិជោទនារាមហវត្តសុទ្ធដើម្បីជួយកសាងរយៈពេលតែ7ឆ្នាំទេបន្តមកទៀតគឺថាព្រះអង្គនឹងវិលត្រឡប់ចូលទៅក្នុងព្រៃវិញហើយអញ្ចឹងសច្ចភាពរបស់ព្រះអង្គគ្រូគឺសបញ្ជាក់បង្ហាញឲ្យយើងឃើញទាំងអស់គ្នាពិតប្រាកដមែនថាថ្ងៃទី18ខែ5នេះគឺជាថ្ងៃគម្រប់បាទគឺជាថ្ងៃគម្រប់នៃ7ឆ្នាំរបស់ព្រះអង្គហើយព្រះអង្គក៏និមន្តចូលទៅក្នុងព្រៃវិញតាមពាក្យសន្យារបស់ព្រះអង្គផ្ទាល់ការនិវត្តន៍ត្រឡប់ចូលទៅក្នុងព្រៃវិញរបស់ព្រះអង្គគ្រូបានធ្វើឲ្យមហាពុទ្ធបរិស័ទទាំងអស់មហាប្រជាទាំងអស់នាំគ្នាស្លុតចិត្តរន្ធត់ចិត្តនិងមានការនឹករលឹកចំពោះព្រះអង្គយ៉ាងពន់ពេកពិសេសជាងគេនោះគឺការព្រួយបារម្ភនឹងផ្ទាល់តែម្ដងការព្រួយបារម្ភរបស់មហាពុទ្ធបរិស័ទរបស់យើងមិនថានៅទីតាំងណានោះទេគឺលោកតែងតែមានការព្រួយបារម្ភទៅលើព្រះអង្គគ្រូមិនដឹងថាព្រះអង្គគ្រូលោកនិមន្តចូលទៅក្នុងព្រៃមានសភាពបែបណាលំបាកបែបណាមានជំងឺឈឺថ្កាត់អីយ៉ាងម៉េចយ៉ាងម៉ាក៏ចេះតែបង្រប់បារម្ភគ្រប់គ្នាអញ្ចឹងទៅបាទហើយយើងឃើញការពោលពាក្យពេចន៍បារម្ភនិងការសម្ដែងអំពីអារម្មណ៍ផ្លូវចិត្តរបស់មហាពុទ្ធបរិស័ទរបស់យើងមានជាហូរហែនៅក្នុង comment នៅពេលណាដែលយើងបានចូលអានយើងនឹងដឹងអំពីជំរឿចិត្តនៃមហាពុទ្ធបរិស័ទស្ទើរតែទាំងអស់តែម្ដងដែលលោកស្រក់ទឹកភ្នែកលោករន្ធត់ចិត្តអ្វីដែលពិសេសបំផុតមួយទៀតនោះគឺមហាពុទ្ធបរិស័ទរបស់យើងទាំងអស់គ្នានឹងតែម្ដងគឺលោកតែងតែបួងសួងអស់ហើយនៅអស់ពពួកទេវតាទាំងឡាយទាំងពួងនឹងគឺថាសូមឲ្យទៅជួយបិបាច់ថែរក្សាព្រះអង្គធ្វើយ៉ាងណាឲ្យព្រះអង្គជួបប្រទះតែសេចក្តីសុខកិច្ចផុតពីគ្រោះប្រហន្តរាយផ្សេងបាទទាំងអស់នេះគឺជាបំណងបាទជាបំណងរបស់មហាពុទ្ធបរិស័ទរបស់យើងដែលមានចំពោះព្រះអង្គគ្រូរបស់យើងផ្ទាល់តែម្ដងបាទនេះជាចំណុចទី1ដែលជាចំណាប់អារម្មណ៍របស់ខ្ញុំដែលព្រះអង្គលោកប្រកាន់នៅគេហៅថាពាក្យសច្ចៈណាហ្នឹងហើយមិនផ្លាស់ប្ដូរមិនប្រែប្រែហើយក៏មិនធ្វើឲ្យយើងទាំងអស់គ្នាសម្លឹងឃើញថាព្រះអង្គលេបសម្ដីនោះដែរហើយចំណុចទី2ដែលខ្ញុំចង់លើកឡើងបន្ថែមទៀតនោះគឺគ្រប់យ៉ាងទាំងអស់ដែលយើងបានស្គាល់ព្រះអង្គមកដល់ពេលនេះហើយសន្ទុះនៃការកសាងនៅក្នុងវត្តចន្ទវិជោទនារាមហវត្តសុទ្ធយើងឃើញស្ទើរតែគ្រប់ផ្នែកទាំងអស់ហើយដែលសម្រុកសាងសង់ឥតឈប់ឥតឈរនោះទេហើយបាននឹងកំពុងតែបន្តសាងសង់សំណង់ខ្លះក៏បានធ្វើហើយក៏បានធ្វើបន់ឆ្លងមួយចំនួនផងដែរប៉ុន្តែមួយចំនួនទៀតគឺនៅមិនទាន់បានធ្វើទេពីព្រោះការសាងសង់គឺនៅមិនទាន់រួចរាល់ម្ល៉េះហើយសំណង់ដែលនៅមិនទាន់រួចរាល់នេះមហាពុទ្ធបរិស័ទរបស់យើងរំពឹងថាព្រះអង្គនឹងនិមន្តត្រឡប់មកវិញដើម្បីបានត្រួតពិនិត្យទៅលើសកម្មភាពទាំងអស់នោះពុកម៉ែបងប្អូនទាំងអស់គ្នាអីដែលសំខាន់ទៅលើសំណង់នីមួយៗគឺការបំពាក់ក្បូរក្បាច់រចនានឹងផ្ទាល់តែម្ដង
រាល់ការបំពាក់ក្បូរក្បាច់រចនាផ្សេងៗគឺត្រូវការឆ្លងកាត់ព្រះអង្គដើម្បីត្រួតពិនិត្យឲ្យច្បាស់ការថាក្បាច់ទាំងអស់នឹងបំពាក់ទៅលើសំណង់អគារនីមួយៗនឹងគឺច្បាស់ការហើយត្រឹមត្រូវបាទដោយសារតែប្រសិនបើក្បាច់ទាំងអស់មានសភាពមិនល្អរាក់មិនរស់រវើកគឺព្រះអង្គគ្រូមិនយកជាដាច់ខាតឡើយបាទមិនយកទេកន្លែងខ្លះហ៊ានរហូតដល់វាយចោលទៅវិញទៀតផងក៏ថាបានប្រយោជន៍ដើម្បីអីគឺដើម្បីចង់ឲ្យឃើញពីភាពត្រឹមត្រូវតែម្យ៉ាងបាទមិនឲ្យមានភាពឆក់ល្វែងណាតាក់ទងទៅនឹងក្បូរក្បាច់រចនាផ្សេងៗដែលបានបំពាក់ទៅតាមអគារនីមួយៗសំណង់នីមួយៗដែលបានធ្វើហើយបាទទាំងអស់នេះសបញ្ជាក់បង្ហាញឲ្យឃើញអំពីគេហៅថាចំណេះដឹងយ៉ាងខ្លាំងក្លាមែនទែនតែម្ដងទៅនឹងទំនៀមទម្លាប់វប្បធម៌ប្រពៃណីអរិយធម៌ជាតិសាសន៍ខ្មែររបស់យើងទាំងមូលបាទម្ល៉េះហើយទើបព្រះអង្គលោកប្រឹងណាស់ក្នុងការរៀបចំទីតាំងនោះឲ្យคล้ายទៅជាតំបន់មួយទៅជាតំបន់ទេសចរបែបសាសនាហើយបង្ហាញឲ្យឃើញអំពីខឿនវប្បធម៌យ៉ាងច្រើនសម្បូរបែបនៅទីតាំងនោះផងដែរអញ្ចឹងរយៈពេលត្រឹមតែ1ឆ្នាំជាងទៅ2ឆ្នាំនេះទេគ្រប់សំណង់គ្រប់ហេដ្ឋារចនាសម្ព័ន្ធរួមជាមួយនឹងការលម្អកន្លែងផ្សេងៗទាំងនៅក្នុងវត្តនិងនៅលើកោះប្រជុំទេពផងដែរនោះបានធ្វើឲ្យទីតាំងនោះក្លាយទៅជាតំបន់ដ៏ទាក់ទាញបំផុតមួយផងដែរបាទនេះគឺជាចំណាប់អារម្មណ៍ទី2របស់ខ្ញុំបាទ My Idea Official នៅក្នុងវីដេអូនេះដែលចង់ចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនយើងចំណុចទី3ដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺតាក់ទងទៅនឹងប្រជែកដីសមរិត្រីដែលបាននឹងកំពុងតែធ្វើមិនទាន់រួចរាល់បាទបាននឹងកំពុងតែធ្វើមិនទាន់រួចរាល់ទេហើយប្រជែកដីនេះហើយដែលព្រះអង្គលោកមានគម្រោងតាំងពីយូរណាស់ហើយមហាពុទ្ធបរិស័ទរបស់យើងដឹងហើយភាពល្បីល្បាញក៏កើតចេញអំពីប្រជែកដីនឹងមួយផ្នែកផងដែរដែលធ្វើឲ្យមហាពុទ្ធបរិស័ទមានការចាប់អារម្មណ៍ជាខ្លាំងហើយបានផុសផុលនាំគ្នាចូលរួមចង់បំពេញនៅមហាបុណ្យដោយចូលជាបច្ច័យជាដើមអញ្ចឹងទៅអ្នកខ្លះចូលទឹកឃ្មុំក៏ចូលទឹកឃ្មុំអ្នកណាចូលអីផ្សេងទៅតាមរូបមន្តរូបធាតុដែលព្រះអង្គលោកបានប្រកាសប្រាប់ហ្នឹងទៅបាទអញ្ចឹងក៏ចូលតាមកម្លាំងសទ្ធាអ្នកខ្លះក៏ទៅជួយជាវគេហៅថាថ្មបាយក្រៀមអីអញ្ចឹងណាបាទដើម្បីយកមកបម្រើការក្នុងការសាងសង់ទៅលើប្រជែកដីសមរិត្រីហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាសមរិត្រីមានន័យថារាត្រីទាំងអស់ដែលត្រូវបានដំណើរគោចរស្របជាមួយគ្នាអញ្ចឹងកាលណាដល់ពេលសមរិត្រីដល់វឹបព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរពេលណានៅនឹងប្រជែកដីសមរិត្រីក៏ចំកំពូលប្រាសាទដូចគ្នាផងដែរដោយគេយកឲ្យចំទៅទិសណាមួយដើម្បីថតណាខាងកើតនិងខាងលិចឈរឲ្យចំនៃអសូនតែមួយជាមួយគ្នាដើម្បីថាតើត្រូវចំណុចកណ្ដាលនៃកំពូលប្រាសាទនឹងដែរឬក៏ទេបើត្រូវមានន័យថាការសាងសង់ទាំងអស់គឺច្បាស់ណាស់ថាសុក្រិតត្រឹមត្រូវដូចទៅនឹងប្រាសាទអង្គរវត្តហើយខ្ញុំជឿថាការគុណគូនិងការគូសវាសនិងការរៀបចំរបស់ព្រះអង្គគ្រូធម្មវណ្ណៈវិស័យបណ្ឌិតរបស់យើងគឺឥតមានលៀងសូម្បីតែបន្តិចនោះទេបាទឥតមានលៀងនោះទេដោយសារទីតាំងនោះហាក់បីដូចជាមានរិទ្ធមានបារមីនៅថែនៅទីតាំងនោះអញ្ចឹងដែររាល់អ្នកដែលឆ្លងកាត់ចេញចូលក្នុងការធ្វើនៅទីតាំងនោះគឺគេហៅថាចូលដោយមានកម្រិតចូលដោយលុះត្រាណាអ្នកដែលមានភារៈដែលអាចចូលធ្វើបានទើបអាចចូលបានឯផ្សេងក្នុងករណីថាចង់ទៅចូលប្រឡូកលាក់ជាមួយគឺចូលមិនបាននោះទេអញ្ចឹងចាត់ដីសមរិត្រីនេះគឺជាចាត់ដីមួយដែលព្រឹកព្រៀងខ្លាំងក្លាមែនទែនតែម្ដងបាទព្រឹកព្រៀងខ្លាំងណាស់អញ្ចឹងទេចាត់ដីសាងសង់មិនទាន់ហើយណាមួយក៏មានគម្រោងធ្វើអីគេគឺធ្វើផ្កាឈូកប្រាក់ដាំពេជ្រ207គ្រាប់ដែលអាចតម្កល់នៅព្រះសារីរិកធាតុបានផ្កាឈូកមាសក៏កំពុងតែរៀបចំអញ្ចឹងផ្កាឈូកមាសផ្កាឈូកប្រាក់ដាំពេជ្រ207គ្រាប់នេះរួមជាមួយនឹងប្រជែកដីគឺនៅមានសភាពបន្តការសាងសង់និងធ្វើនៅឡើយទេមិនទាន់រួចរាល់ចំណុចពិសេសនៅក្នុងនឹងគឺត្រង់ដែលថាប្រជែកដីសមរិត្រីនេះចាំបាច់ណាស់
ដែលមិនអាចខ្វះបាននោះគឺព្រះអង្គគ្រូធម្មវនវិស័យបណ្ឌិតចន្ទមនីរបស់យើងផ្ទាល់តែម្ដងក្នុងការដែលមកត្រួតពិនិត្យសារជាថ្មីមកមើលសកម្មភាពនៃការសាងសង់បន្តហើយត្រៀមធ្វើយ៉ាងម៉េចទៀតនោះគឺតតែព្រះអង្គគ្រូបាទតតែព្រះអង្គគ្រូទើបអាចចាត់ចែងទៅលើការងារនឹងបានច្បាស់សុក្រិតសុខុមមែនទែនតែម្ដងទៅរួចបាទអញ្ចឹងទេមិនអាចខ្វះព្រះអង្គគ្រូបានទេហ្នឹងហើយនេះគឺជាចំណុចទី3ដែលខ្ញុំចាប់អារម្មណ៍តាក់ទងទៅនឹងចេតិយសមរិត្រីចំណុចទី4មួយទៀតនោះចំណាប់អារម្មណ៍របស់ខ្ញុំដែលខ្ញុំទៅថតបច្ចុប្បន្នភាពនៅក្នុងវត្តចន្ទវិជោទនារាមហៅវត្តសុទ្ធដោយច្រើនតែងតែនិយាយថាបន្សល់ទុកតែអនុស្សាវរីយ៍ពាក្យថាបន្សល់ទុកនៅតែអនុស្សាវរីយ៍នេះយើងឃើញមានព្រឹត្តិការណ៍ច្រើនដែលបានកើតឡើងតួយ៉ាងដូចជាយើងសម័យឃើញមុនគេបំផុតនៅពេលដែលព្រះអង្គចេញទៅនោះគឺការអប់រំនឹងផ្ទាល់តែម្ដងឈាមយើងរួមភាសាដកតែងារអុកញ៉ាចេញដកតែងារមន្ត្រីចេញដកតែងារមេភូមិចៅសង្កាត់ចេញសឹកតែប្រជាពលរដ្ឋខ្មែរតែមួយតែចឹងហើយយើងបន្តការបែកបាក់គ្នាដល់ពេលណាទៀតមកដល់សម័យកាលនេះហើយយើងមិនដេចមិនពង្រួបពង្រួមគ្នាមកមិនធ្វើបញ្ហាសតិអារម្មណ៍យើងឲ្យជ្រះស្រឡះឈប់សង្ស័យគ្នាឈប់លៀបពណ៌គ្នាឈប់ប្រកាន់គ្នាហើយចូលរួមបញ្ចេញនៅការជួយនៅប្រទេសជាតិរបស់យើងតាមលទ្ធភាពក្នុងការប្រទានឱវាទស្ទើរតែគ្រប់ទីកន្លែងតែងតែផ្ដល់ឱវាទយ៉ាងល្អមែនទែនតែម្ដងបាទកែខៃធរទាំងឡាយណាដែលជ្រៅពិបាកដែលមហាពុទ្ធបរិស័ទមួយចំនួនពិបាកក្នុងការយល់ព្រះអង្គចេះកែខៃធ្វើយ៉ាងម៉េចសម្ដែងធរទាំងអស់នោះឲ្យងាយដល់មហាពុទ្ធបរិស័ទក្នុងការស្ដាប់ហើយយល់បាទនេះគឺជាគំនិតប្រាជ្ញាដ៏អស្ចារ្យមួយទាក់ទងទៅនឹងការអប់រំហើយការអប់រំនេះផងដែរចំណុចមួយដែលយើងតែងតែឃើញព្រះអង្គតែងតែមានឱវាទនិងមានសង្ឃដីកាជាប្រចាំមិនខ្វល់ថាអ្នកណាធុញមិនធុញអត់ខ្វល់ទេព្រះអង្គមិនដែលខ្វល់ទៅសោះអ្វីដែលព្រះអង្គខ្វល់គឺទឹកបតីរបស់ព្រះអង្គដោយឱវាទរបស់ព្រះអង្គដែលបានពោលទឹកបតីនឹងគឺចង់បានលក្ខណៈបែបនឹងប្រកបមែនបាទគឺចង់ឲ្យខ្មែរទាំងមូលចេះរួបរวมស្រឡាញ់គ្នាទៅកុំឲ្យបាក់បែកគ្នាកុំឲ្យលៀបពណ៌គ្នាកុំឲ្យប្រកាន់គ្នាអ្នកណាចេះខាងណាទៅធ្វើខាងនោះទៅណាដោយឧទាហរណ៍មួយទៀតដោយព្រះអង្គលោកសម្ដែងថាបើអ្នកចេះធ្វើបកីឲ្យគេធ្វើបកីទៅអ្នកចេះធ្វើខាងចប់មានជំនាញធ្វើខាងចប់ឲ្យគេធ្វើខាងចប់ទៅកុំនាំឲ្យចប់ទៅឆ្លោះជាមួយបកីវាអត់ប្រយោជន៍ទេហើយក៏វាមិនរុងរឿងដែរបាទឱវាទខ្លីប៉ុណ្ណឹងប៉ុន្តែវាមានន័យល្អបំផុតមានន័យដែលយើងគិតថាអស្ចារ្យណាអស្ចារ្យមែនទែនតែម្ដងឃើញទេបាទហើយមួយទៀតនឹងគឺថាធ្វើម៉េចឲ្យខ្មែររបស់យើងនឹងជួយមែនទែនតែម្ដងគឺប្រើប្រាស់អក្សរជាតិរបស់យើងឲ្យបានច្រើនជាងអក្សរសាស្ត្ររបស់អ្នកដទៃហ្នឹងហើយនេះគឺជាចំណុចមួយដ៏មហាវិសេសវិសាលមែនទែនដែលព្រះអង្គមិនភ្លេចទេហើយតែងតែក្រើនរំលឹកជារឿយនឹងស្ទើរតែគ្រប់ច្រកល្ហកគ្រប់ទីកន្លែងរាល់ពេលណាដែលមានវត្តមានរបស់ព្រះអង្គហើយឱវាទនេះហើយដែលវាដកជាប់ដែលដកជាប់ទៅក្នុងសន្តាននៃមហាពុទ្ធបរិស័ទទាំងអស់គ្រប់គ្នាតែម្ដងខ្មែរមហានគរសាទរទៅលើឱវាទទាំងអស់នឹងខ្លាំងណាស់ហ្នឹងហើយមែនតែសំដែងតែម្ដងហើយលេងខ្វល់ទៀតមិនមែនទេការសំដែងទាំងអស់នេះឱវាទទាំងអស់នេះមិនមែនជាឱវាទដែលសំដែងទៅតាមការចង់និយាយថាយកតែគួរណាមិនមែនចឹងទេប៉ុន្តែសំដែងទៅហើយគឺដោយបេះដូងដ៏ពិតប្រាកដទៅតែម្ដងទើបព្រះអង្គនេះមានឱវាទសង្ឃដីកាស្ទើរតែគ្រប់ធម្មទេសនាបាទចង់ឲ្យខ្មែរទាំងមូលរួបរวมស្រឡាញ់សាមគ្គីកុំឲ្យបែកបាក់គ្នាប្រើប្រាស់អក្សរជាតិរបស់ខ្លួនឯងឲ្យល្អនិងកុំប្រកាន់គ្នាឲ្យសោះបាទកុំប្រកាន់គ្នាហើយកុំយកអំនួតកុំយកចំណេះដឹងរបស់ខ្លួនឯងទៅមាក់ងាយអ្នកដែលមានចំណេះដឹងខ្សោយមនុស្សរស់នៅលើលោកនេះគឺត្រូវចេះឲ្យតម្លៃគ្នាទៅវិញទៅមកដោយស្មារតីគ្នាចេះជួយគ្នាក្នុងនាមជាខ្មែរតែមួយបាទនេះគឺជាឱវាទរបស់ព្រះអង្គដែលតែងតែក្រើនរំលឹក
ទៅដល់មហាពុទ្ធបរិស័ទនិងឱវាទទាំងអស់នេះហើយដែលផ្ដល់ជូនទៅដល់មហាពុទ្ធបរិស័ទយើងគ្រប់គ្នាស្ទើរតែគ្រប់ទីកន្លែងបាទនេះគឺជាតាក់ទងទៅនឹងការអប់រំហើយមួយវិញទៀតសោតនោះគឺព្រះអង្គតែងតែមាននៅបតីករុណាតិគុណបំផុតបតីករុណាគឺទោះបីជាព្រះអង្គបំពេញការងារហត់ដល់កម្រិតណាព្រះអង្គបំពេញការងារតាំងពីព្រឹករហូតដល់ព្រលប់យ៉ាងណាបើមានមហាពុទ្ធបរិស័ទរងចាំជួបព្រះអង្គចង់បានព្រះអង្គប្រោះព្រំព្រះអង្គចប់ការងារភ្លាមចេញទៅប្រោះព្រំផ្លេតអត់មានបងអង្គយូរទេឃើញទេអត់មានបងអង្គយូរទេនេះសបញ្ជាក់ឲ្យឃើញអំពីបតីករុណាសន្តោសទៅកាន់មហាពុទ្ធបរិស័ទរបស់យើងដែលប្រឹងប្រែងស្កាត់មកដើម្បីចង់ជួបព្រះអង្គមិនដែលបោះបង់មហាពុទ្ធបរិស័ទណាមួយចោលទេក្នុងករណីថាព្រះអង្គមានពេលអាចធ្វើបានគឺព្រះអង្គនឹងធ្វើតែម្ដងនេះគេហៅថាបតីករុណាក្រៃលែងបំផុតដែលពិបាកនឹងរកបានបាទហើយបំពេញការងារមិនខ្វល់ពីពេលវេលាស្ទាល់តែសោះបាទមិនខ្វល់ទេគឺបំពេញប្រឹងធ្វើអញ្ចឹងព្រះអង្គលោកប្រឹងណាស់បាទប្រឹងណាស់រយៈពេលចុងក្រោយនេះបាទ2ឆ្នាំសន្ទុះនៃការសាងសង់ក៏សម្រុកកាន់តែខ្លាំងហើយកំណើននៃការសាងសង់ក៏ចេះតែបន្តរហូតហើយពេលវេលាបាទពេលវេលាក៏កាន់តែខ້ອຍខ្លីរហូតមកដល់ថ្ងៃទី18ក៏ដល់ពេលវេលារបស់ព្រះអង្គដែលធ្វើឲ្យព្រះអង្គត្រូវតែគោរពតាមពាក្យសន្យាហើយនិមន្តត្រឡប់ចូលទៅក្នុងព្រៃវិញដែលបន្សល់ទុកនៅសំណង់នៃការសាងសង់យ៉ាងច្រើនបាទយ៉ាងច្រើនក្រៃលែងមហិមាមែនទែនតែម្ដងអញ្ចឹងទេរាល់សំណង់ទាំងអស់រាល់សកម្មភាពទាំងអស់មហាពុទ្ធបរិស័ទរបស់យើងនៅតែទន្ទឹងរង់ចាំការវិលត្រឡប់អ្វីរបស់ព្រះអង្គហើយសកម្មភាពមួយចំនួននៃការសន្តោសប្រោសប្រណីទៅកាន់មហាពុទ្ធបរិស័ទដោយការប្រោះព្រំស្ទើរតែរកពេលសម្រាប់គ្មាននោះក៏បន្សល់ទុកនៅតែអនុស្សាវរីយ៍នៃការចងចាំរបស់មហាបជាបាទរបស់មហាបជានឹងតែម្ដងចំណាប់អារម្មណ៍ទាំង4របស់ខ្ញុំបាទ My ID Official នេះគឺវាហាក់បីដូចជាស្ថិតនៅក្នុងក្រអៅបេះដូងរបស់ខ្លួននេះសម័យឃើញទៅនឹងភ្នែកបាទដោយសារតែគ្រប់សកម្មភាពខ្ញុំបាទតែងតែទៅថតបាទតែងតែទៅថតទាំងអស់បច្ចុប្បន្នភាពស្ទើរជារៀងរាល់ថ្ងៃស្ទើរតែមិនលុះទេក្នុងការចុះទៅវត្តច័ន្ទវិជោទនារាមហើយវត្តសុទ្ធប្រយោជន៍គឺដើម្បីផ្ដិតយកនៅទិដ្ឋភាពទាំងឡាយទាំងពួងជូនទៅកាន់ពុកម៉ែបងប្អូនយើងអ្នកដែលនៅឆ្ងាយដែលលោកមិនបានអញ្ជើញមកបានទស្សនានៅក្នុងវីដេអូនីមួយៗដែលជាបច្ចុប្បន្នភាពសុទ្ធសាធទៅតែម្ដងពុកម៉ែយើងបាទអញ្ចឹងទេគ្រប់សកម្មភាពទាំងអស់ជាចំណាប់អារម្មណ៍របស់ខ្ញុំមានតែ4ហ្នឹងទេណាហ្នឹងហើយនៅមានច្រើនដែលជាបេសកកម្មរបស់ព្រះអង្គណាដូចជាការចុះទៅជួយតាមបណ្ដាសាលារៀនចុះទៅជួយមណ្ឌលកុមារកំព្រាចុះទៅជួយខាងអ្នកដែលទីទាល់ក្រនឹងការចែកទានអីផ្សេងជាច្រើននៅមានច្រើនណាបាទប៉ុន្តែខ្ញុំលើកយកតែចំណុចធំពិសេសខ្លឹមមកបង្ហាញទេហើយសំណួរសួរថាតើទាំងអស់នោះមិនពិសេសទេហ៎ពិសេសដូចគ្នាប៉ុន្តែបើលើកយកមកនោះមិនដឹងថាប្រមាណវីដេអូលើកអស់អំពីគុណតម្លៃរបស់ព្រះអង្គយើងទេលើកមិនអស់នោះទេបើចង់លើកអំពីគុណតម្លៃរបស់ព្រះអង្គវិញនឹងគឺថាតតែវីដេអូមួយ1ម៉ោងជាងវីដេអូមួយ1ម៉ោងជាងទៅអង្គុយរៀបរាប់ទៅព្រោះព្រឹត្តិការណ៍សកម្មភាពនឹងគឺច្រើនហើយសុទ្ធតែជាព្រឹត្តិការណ៍ល្អបំផុតបាទល្អណាស់សម្រាប់សង្គមជាតិរបស់យើងនេះបន្តតែម្ដងសរុបរួមមកវិញព្រះអង្គគ្រូគឺលោកបានលះបង់ខ្ពស់មែនទែនតែម្ដងនៅក្នុងជាតិនិងសាសនាបាទនៅនឹងជាតិនិងសាសនាដែលបានចូលរួមស្ទើរតែគ្រប់ផ្នែកទាំងអស់ដែលធ្វើឲ្យគ្រប់លំដាប់ថ្នាក់នៃអ្នកដឹកនាំរហូតដល់នាយករដ្ឋមន្ត្រីរហូតអីហ្នឹងគឺថាលោកពេញចិត្តណាស់លោកស្រឡាញ់គ្រប់គ្រងទៅលើសកម្មភាពរបស់ព្រះអង្គគ្រូដែលពោពេញទៅដោយមហាគុណធម៌និងជាវប្បធម៌មួយដែលហៅថាចេះចែករំលែកបាទចេះចែករំលែកទាំងអស់នេះគឺជារឿងរ៉ាវរឿងរ៉ាវមួយដែលយើងចងចាំមិនភ្លេចទេអំពីគុណតម្លៃរបស់ព្រះអង្គណាហ្នឹងហើយបើទោះបីជាក្រោយនៃការនិមន្តត្រឡប់ចូលទៅក្នុងព្រៃវិញមានវីដេអូអញ្ចេះមានវីដេអូអញ្ចោះទាំងអស់នោះគឺសុទ្ធសឹងតែជាសកម្មភាពមួយដែលចង់បង្ហាញពីការខ្វល់ខ្វាយនិងការព្រួយបារម្ភហើយនឹងតាមដានទៅលើព្រះអង្គគ្រូយើងបាទហ្នឹងហើយបើយើងមើលតាមដានទៅកិច្ចសម្ភាសន៍មួយចំនួនទៅនឹងខាងលោកអភិបាលស្រុក
ណាមានចម្លើយមួយចឹងទៅសភាទៅលើមន្ទីរមានចម្លើយមួយចឹងទៅមកយើងតាមដានទៅចឹងទេអ្វីគឺទុករងចាំមើលពេលវេលាទៅចោះណោះនឹងរងចាំមើលពេលវេលាបន្តទៀតចឹងទៅចង់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាហើយមួយវិញទៀតយើងនឹងព្យាយាមអង្កេតមើលថាតើការវិលត្រឡប់មកវិញរបស់ព្រះអង្គគ្រូយើងនៅពេលណានៅពេលណាហើយមួយវិញទៀតបើយោងតាមព័ត៌មានមួយចំនួនគឺព្រះអង្គលោកបានបកគលភារៈណាទៅកាន់ព្រះអង្គគ្រូសូស្ដាមគឺព្រះអង្គថុយក្នុងការគ្រប់គ្រងបន្តនិងឲ្យព្រះអង្គធ្វើជាប្រជាអធិការស្ដីទីណាហ្នឹងហើយប្រជាអធិការស្ដីទីដើម្បីបន្តជួយគ្រប់គ្រងតាមដានទៅលើសកម្មភាពផ្សេងដែលមាននៅក្នុងវត្តច័ន្ទវិជោទនារាមហៅវត្តសុទ្ធបាទហ្នឹងហើយអញ្ចឹងមានប៉ុណ្ណឹងពុកម៉ែបងប្អូនយើងដែលជាចំណាប់អារម្មណ៍មួយចំនួនរបស់ខ្ញុំបាទ My Idea Official ជុំវិញទៅនឹងសកម្មភាពរបស់ព្រះអង្គគ្រូមួយរយៈកាលចុងក្រោយនេះបាទហ្នឹងហើយអញ្ចឹងទេខុសឆ្គងយ៉ាងណាយ៉ាងនេះមួយសូមពុកម៉ែមេត្តាយោគយល់ខន្តីអភ័យទោសដល់រូបខ្ញុំបាទ My Idea Official ផងហើយសូមជួយចុច Subscribe ឬពាក្យថាជាវមកលើ Channel My Idea Official ផងដើម្បីទទួលបានព័ត៌មានថ្មីពីខ្ញុំបាទ My Idea Official ជារៀងរាល់ថ្ងៃបាទអញ្ចឹងទេវីដេអូនេះសូមបញ្ចប់ត្រឹមប៉ុណ្្នឹងទៅចុះបាទសូមអរគុណច្រើន